ថាពុកម៉ែបងប្អូនអ្នកដែលបានបាត់ passport ដែលបានឃើញវីដេអូនេះហើយគឺផ្ដល់ផលប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនមែនទែនណាពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនណាដែលមិនដឹងមិនយល់ពីការដែលបាត់យើងត្រូវធ្វើយ៉ាងម៉េចណាពុកម៉ែបងប្អូនសម្រាប់វីដេអូមួយ clip ខ្លីនេះដែរខ្ញុំចែកជូនពុកម៉ែបងប្អូនទូមកទៀតហើយពុកម៉ែបងប្អូនវីដេអូថ្មីទាំងព្រឹកព្រលឹមទៀតហើយពុកម៉ែបងប្អូនបាទវីដេអូនេះដែរខ្ញុំថតនៅ Eon បាទពុកម៉ែបងប្អូនវីដេអូ clip ខ្លីៗនេះដែរខ្ញុំចង់បង្ហាញពីការដែលខ្ញុំមកធ្វើ passport ពុកម៉ែបងប្អូនគឺពីមុនមកគឺខ្ញុំធ្លាប់មាន passport ហើយប៉ុន្តែ passport របស់ខ្ញុំហ្នឹងគឺបានបាត់ដល់ពេលចឹងទៅគឺខ្ញុំមកធ្វើដល់ចឹងគឹមថាពុកម៉ែបងប្អូនអ្នកដែលបានបាត់ passport ដែលបានឃើញវីដេអូនេះហើយគឺផ្ដល់ផលប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនមែនទែនណាពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនណាដែលមិនដឹងមិនយល់ពីការដែលបាត់យើងត្រូវធ្វើយ៉ាងម៉េចណាពុកម៉ែបងប្អូនសម្រាប់វីដេអូមួយ clip ខ្លីនេះដែរខ្ញុំចែកជូនពុកម៉ែបងប្អូនទូទាំង25ខេត្តក្រុងគឺជាពិសេសគឺបងប្អូនខ្មែរទាំងអស់ពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនណាដែលធ្លាប់មាន passport ហើយ passport បាត់ពុកម៉ែបងប្អូនអាចមកស្ដាប់វីដេអូ clip ខ្លីនេះបាទដើម្បីយកជាចំណេះដឹងដើម្បីថាយើងធ្វើយ៉ាងម៉េចដើម្បីថាបាន passport វិញណាពុកម៉ែបងប្អូនខ្ញុំចង់ប្រាប់ពុកម៉ែបងប្អូនថា passport ដែលយើងបាត់ហើយគឺយើងមិនអាចយកមកវិញបានទេពុកម៉ែបងប្អូនបាទតាមដែលខ្ញុំបានសាកសួរគេមកគឺយើងមិនអាចយកមកវិញបានទេកាលណាដែលយើងបាត់ហើយយើងត្រូវតែចាំនៅថ្ងៃទីប្រហែលហើយបាត់នៅឯណាខូចខាតធ្វើយ៉ាងម៉េចអញ្ចឹងណាពុកម៉ែបងប្អូនយើងត្រូវតែទៅរាយការណ៍នៅកន្លែងខេត្តដែលយើងរស់នៅដើម្បីឲ្យគេបញ្ជាក់ថាយើងបានបាត់នៅថ្ងៃទីប្រហែលវាយត្រាពីកន្លែងប៉ុស្តិ៍មកណាពុកម៉ែបងប្អូនដើម្បីថាយើងឡើងមកយើងធ្វើ passport ថ្មីដល់អញ្ចឹង passport ចាស់របស់យើងហ្នឹងគឺគេលែងឲ្យប្រើហើយគេមិនដកឲ្យថ្មីទេពុកម៉ែបងប្អូនគឺគេបុកដើម្បីថាឲ្យវាបាត់ព័ត៌មានទាំងអស់ធម្មតាបើយើងគេខ្លាចថាមានអ្នកបន្លំព័ត៌មានកាលណាដែលយើងបាត់អញ្ចឹងណាពុកម៉ែបងប្អូនកាលណាដែលយើងប្រើរបស់ចាស់ដែលយើងបាត់គឺកាលណាដែលវាមានបញ្ហាគេអញ្ចឹងនៅកន្លែងណាមួយវាឃើញរបស់យើងអញ្ចឹងគេវាមានការដែលថាពាក់ព័ន្ធជាមួយយើងអញ្ចឹងទេគឺគេលុបការដែលយើងប្រើ passport ចាស់ហ្នឹងហើយគេធ្វើ passport ថ្មីឲ្យគឺគេបង្ការអញ្ចឹងឯងណាពុកម៉ែបងប្អូនបាទវីដេអូនេះគឺសង្ឃឹមថាពុកម៉ែបងប្អូនតែចម្លែកទាំងអស់គ្នាបាទពុកម៉ែបងប្អូនដើម្បីឲ្យបានឃើញបានដឹងបាទពីការដែលយើងបាត់ passport ពុកម៉ែបងប្អូនហើយខ្ញុំក៏បានមកដល់គឺខ្ញុំអត់បាននេះទេព្រោះអីខ្ញុំជាបទសរបស់ខ្ញុំលើកទី1គឺខ្ញុំមកគេថាឲ្យខ្ញុំនឹងទៅនេះសិនទៅរាយការណ៍ដាក់ពាក្យបណ្ដឹងដើម្បីថាបញ្ជាក់ថាយើងបានបាត់ passport អញ្ចឹងបានខ្ញុំធ្វើ passport បានខ្ញុំជូនមកអូនដែលពាក់អាវសដែលដើមមិញហ្នឹងគឺខ្ញុំជូនគាត់មកដើម្បីធ្វើ passport តែគាត់អត់ដែលមាន passport ទេខ្ញុំក៏មកខ្ញុំជឿថាខ្ញុំមកដល់គឺខ្ញុំមិនអាចធ្វើបានទេតែខ្ញុំមកស្រង់ព័ត៌មានខ្លះដើម្បីថាធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនទស្សនាមើលយល់ដឹងទាំងអស់គ្នានឹងអូនដើមមុខខ្ញុំគាត់ធ្វើហើយបានរយៈពេល15ថ្ងៃបានមកទទួលពុកម៉ែបងប្អូនគឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញវីដេអូនេះហើយកុំភ្លេចណាជួយ like ជួយ comment ជួយ share ម្នាក់មួយដើម្បីជាកម្លាំងចិត្តជូនបងប្អូនដើម្បីធ្វើវីដេអូតទៀតចែកជូនពុកម៉ែបងប្អូនសម្រាប់ចំណេះដឹងណាដែលខ្ញុំដឹងគឺខ្ញុំយកមកចែកម្លែកទោះបីខ្ញុំមិនដឹងទាំងអស់ក៏បានវាខ្លីៗតិចខ្លះដើម្បីឲ្យពុកម៉ែបងប្អូនយល់ដឹងដែរណាពុកម៉ែបងប្អូនជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលពេញចិត្តចូលចិត្តបងប្អូន comment ពាក្យល្អៗសម្រាប់វីដេអូរបស់បងប្អូនដែលជាកម្លាំងចិត្តមួយធ្វើឲ្យបងប្អូនធ្វើវីដេអូតទៀតចែកជូនពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាបាទវីដេអូខ្ញុំក៏គ្មានអីច្រើនដែរបាទមានតែប៉ុណ្ណេះឯង